បាទនេះគេจะហៅថាសាំងមកព្រៃណាផ្លែគេទុំក្រហមច្រើនដោយសារអីនៅនេះវាអត់មានចាបទេដោយសារវាគៀកជាមួយនឹងផ្លូវលបឿនអញ្ចឹងហើយវាឡានម៉ូតូច្រើនដល់ពេលអញ្ចឹងទៅចាបវាអត់ហ៊ានចូលមកបៀតទេហើយមើលសាច់គេណាមិនមែនអត់ឆ្ងាញ់ទេណាបើសិនជាយើងអ្នកខ្លះក៏អត់ហ៊ានហូបទេតាមពិតឆ្ងាញ់ណាសាច់វាឆ្ងាញ់ណាឡើងផ្អែមឆ្ងាញ់តែមកហើយសម្រាប់ធ្វើវាហ្នឹងយើងអាចយកទៅស្រុះដាក់ជាម្លក់ក៏បានយើងអាចស្លក៏បានដែរហើយច្រើនផ្លែច្រើនណាផ្លែទុំឡើងពេញដើមតែហ្មងយើងមើលទៅគឺច្រើនខ្លាំងមែនតើដែលហៅថាសៅម៉ៅព្រៃណាហើយចាំមើលបន្តិចទៀតខ្ញុំថតវីដេអូដែលខ្ញុំបេះវាហូបណាហ្នឹងហើយសាច់វាគឺផ្អែមឆ្ងាញ់មែនតើផ្អែមខ្លាំងផ្អែមមែនតើហ្នឹងហើយសាច់មើលសាច់ឡើងស្អាតផ្អែមឡើងឈ្ងុយតែហ្មងឡើងត្រជាក់តែហ្មងហើយសម្រាប់បងអីដែលគាត់ធម្មតាហូបអីគាត់អាចសាកល្បងបានអត់ពុលទេអានេះហ៎ឥឡូវខ្ញុំហូបឲ្យមើលហ្នឹងហើយនេះខ្ញុំបេះហូបឲ្យមើលហ្នឹងហើយមើលសាច់វាណាសបកក្រហមអញ្ចឹងបានក្រហមទុំស្វិតតិចសាច់រឹតតែផ្អែមរឹតតែឆ្ងាញ់ទៅទៀតហើយនេះហើយឆ្ងាញ់ណាមិនធម្មតាទេឆ្ងាញ់មែនទែនអាចបតោះអាសន្នបានមកគ្រាដែរហ្នឹងណា4 10 20គ្រាប់អីទៅទឹកមិនតិចទៅរួចមកព្រឹកអីដែរហ្នឹងពីព្រោះថាផ្លែវាផ្អែមឆ្ងាញ់ឡើងត្រជាក់ហ្នឹងហើយសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេហ្នឹងហើយសម្រាប់វីដេអូក្រោយទៀតយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតហើយបញ្ជាក់ផងដែរនេះគេហៅថាសៅម៉ៅព្រៃណាបាទហ្វាច់វាគឺឆ្ងាញ់ណាស់ឆ្ងាញ់មែនតើផ្អែមមែនតើបាទហើយបងអាចសាកល្បងបានទាំងអស់គ្នាហ្នឹងហើយសូមអរគុណបាទ